ការពិតទៅនៅក្នុងលោកនេះបើនិយាយដល់ការមើលឃើញវិញក៏ឃើញថារឿងរ៉ាវខ្លះមានប្រយោជន៍ឯរឿងខ្លះក៏ឥតប្រយោជន៍ក្នុងរឿងដែលឥតប្រយោជន៍នោះលោកអ្នកមិនត្រូវយកអារម្មណ៍យកចិត្តទុកដាក់គិតក្នុងរឿងអវិជ្ជមាននោះទេបើយើងឃើញហើយត្រូវធ្វើដូចជាមិនឃើញបើឮហើយត្រូវធ្វើដូចជាមនុស្សថ្លង់បើគេនិយាយត្រូវធ្វើដូចជាមនុស្សកបើឃើញការងារប្រកបដោយទោសត្រូវធ្វើដេកដូចជាមនុស្សចិត្តនឹងស្លាប់ព្រោះថាការឃើញការដឹងការឮក្នុងការងារដែលប្រកបដោយទោសវាមិនមានផលល្អកើតឡើងសម្រាប់ខ្លួនយើងទេគឺមានតែថ្នាំងថ្នាក់ចិត្តកើតឡើងក្តៅក្រហាយក្នុងការដែលយើងយកភ្នែកយកត្រចៀកយកមាត់ហើយយកចិត្តទុកដាក់ស្ដាប់ក្នុងហេតុការណ៍ក្នុងរឿងដែលអប្រយោជន៍នោះដោយមានចេតនាស្រឡាញ់បុគ្គលម្នាក់មានឆន្ទាគតិគិតលំអៀងព្រោះស្រឡាញ់ផងនោះទាំងដែលខ្លួនយើងមិនមែនជាអ្នកជនបង្កហេតុបានទៅជាអាកាត់រឿងក្តីក្តាំការឆ្លោះប្រកែកប្រណាំងតតាំងគ្នាការវិនិច្ឆ័យខុសដោយមិនមានមូលដ្ឋានចំពោះការពិតហើយយើងនេះជាអ្នកស្ដាប់ដោយសេចក្តីស្រឡាញ់បុគ្គលនោះហើយក៏ចេះតែឲ្យទោសបុគ្គលនេះថាបុគ្គលនោះខុសបុគ្គលនេះត្រូវការវិនិច្ឆ័យភ្លាមដោយឃើញហេតុតែបុគ្គលដែលយើងស្រឡាញ់ហើយត្រូវចំពោះបុគ្គលដែលស្រឡាញ់ជានិច្ចគឺមិនបានរកពិនិត្យហេតុផលឲ្យច្បាស់លាស់គេតែស្គាល់នោះទេមនុស្សដែលមានហេតុផលច្បាស់លាស់គឺជាអ្នកសប្បុរសជាបណ្ឌិតគេមិនចេះតែវិនិច្ឆ័យរឿងហេតុដោយខ្វះការពិចារណានោះទេគឺយើងត្រូវសម្លឹងមើលឲ្យបានច្បាស់លាស់ដោយបុរាណលោកថាមើលឲ្យចាក់ចាំញាក់ចិញ្ចាំមនុស្សមួយចំនួនធំរឿងធម៌អាសិក្ខាវិន័យមិនចូលចិត្តស្ដាប់ទេចូលចិត្តស្ដាប់ណាស់ក្នុងរឿងអប្រយោជន៍ទាំងនោះព្រោះខ្លួនគេនោះគិតថាខ្លួននេះប្រហែលជាអប្រយោជន៍បានជាមិនចេះស្ដាប់ធម៌អប់រំចិត្តឬសិក្សាអប់រំបន្ទុំកាយវាចាឲ្យមានរបៀបរៀបរយប្រសើរនោះទេគឺមិនបានកន្លងប្រព្រឹត្តក្នុងធម៌ដែលត្រឹមត្រូវនៅឡើយមើលទៅបានជារឿងឥតប្រយោជន៍នេះស្ដាប់ចូលត្រចៀកផ្លុកតែម្ដងតែបើរឿងធម៌អាសិក្ខាវិន័យវិញស្ដាប់បញ្ចូលទាល់តែសោះការស្ដាប់រឿងឥតប្រយោជន៍មិនថាយើងឬគេនោះទេយើងក៏មិនត្រូវមានចិត្តខ្នែខ្នន់បំភាន់សច្ចភាពបានដែរព្រោះថាមនុស្សប្រភេទណាតែងគាំទ្រមនុស្សប្រភេទនោះមនុស្សអាក្រក់តែងស្ដាប់រឿងមិនល្អរឿងឥតប្រយោជន៍មនុស្សល្អតែងស្ដាប់រឿងល្អមានប្រយោជន៍ក្នុងរឿងដែលមានប្រយោជន៍ទាំងឡាយមិនថាការងារឬអំពើដែលខ្លួនកំពុងធ្វើនោះទេបើទោះបីតិចក្តីច្រើនក្តីអ្វីដែលគួរខ្វះខាតគប្បីបំពេញជួនមានចំណេញគួរខំជួញរឿងដែលមានប្រយោជន៍នោះសូម្បីលោកអ្នកដែលដើរកន្លងទៅក៏ដោយមានភ្នែកក៏មិនត្រូវធ្វើជាខ្វាក់មានត្រចៀកមិនត្រូវធ្វើជាថ្លង់មានមាត់មិនត្រូវធ្វើជាមនុស្សកបើការងារណាដែលមិនមានទោសលោកអ្នកមិនត្រូវធ្វើជាកលមាយាទារុណហាក់ដូចជាមនុស្សចិត្តស្លាប់នោះទេសូម្បីដល់ទៅចិត្តស្លាប់ហើយក៏ដោយក៏ត្រូវតែធ្វើដែរក្នុងរឿងនេះការរស់នៅទីកន្លែងណាក៏ដោយយើងគប្បីឃើញថាមានប្រយោជន៍ទាំងខ្លួនឯងនិងអ្នកដទៃលោកអ្នកត្រូវបំពេញវាឡើងបើទោះបីជាអ្នកដទៃមិនឲ្យគុណតម្លៃរបស់យើងហើយថាយើងជាមនុស្សគ្មានបានការគ្មានប្រយោជន៍ណាយើងនេះក៏មិនត្រូវលះបង់ប្រយោជន៍នោះឲ្យសាបសូន្យឡើយព្រោះប្រយោជន៍នោះរមែងធ្វើឲ្យយើងកើតសុខកើតសម្បត្តិជាថ្នាបណ្ដុះបណ្ដាំជីវិតមួយនេះឲ្យស្រស់បំព្រងដូចជាផ្កាត្រូវទឹកសន្សើមក្នុងវេលាយប់ព្រោះអាស្រ័យថាគ្រប់រឿងរ៉ាវទាំងឡាយយើងមិនអាចធ្វើតម្រូវការរបស់យើងតាមខ្សែញាក់អំពីអ្នកដទៃនោះបានទេគឺយើងត្រូវធ្វើតាមសេចក្តីប្រាថ្នាដែលខ្លួនចូលចិត្តហើយដែលចង់បានមិនថាលោកអ្នកស្ថិតនៅក្នុងកាលៈទេសៈណាទេចូលកុំបោះបង់ហើយខំប្រឹងធ្វើវាឡើង
យើងមិនអាចអូសទាញចិត្តអ្នកដទៃឲ្យគេចាប់អារម្មណ៍ជាប់ចិត្តអាណិតស្រឡាញ់យើងគ្រប់ពេលព្រោះហេតុខ្លះយើងនេះមិនអាចបំពេញសេចក្តីប្រាថ្នារបស់ខ្លួនឲ្យគ្រប់គ្រាន់ផងចោះទម្រាំនឹងចិត្តអ្នកដទៃនោះវាយ៉ាងម៉េចទៅវិញដូច្នេះលោកអ្នកកុំឃើញអ្នកដទៃហើយឲ្យទុកទោសគេការកើតឡើងចង្អៀតចង្អល់ក្នុងចិត្តដោយសារតែរឿងអ្នកដទៃព្រោះថាចិត្តរបស់យើងនេះក៏គង់នឹងទាស់ចិត្តរបស់ខ្លួនឯងដែរព្រោះធ្វើអ្វីមិនចេះតែបានល្អប្រសើរនោះដែរដូចនេះលោកអ្នកត្រូវផ្សាយមេត្តាចិត្តរៀនបើកចិត្តឲ្យធំទូលាយនៅក្នុងពិភពលោកនេះហើយរៀនព្រមទទួលស្គាល់ការពិតចំពោះរឿងណាដែលត្រឹមត្រូវនិងមិនត្រឹមត្រូវត្រូវរៀនឲ្យសិទ្ធអ្នកដទៃចំពោះរឿងអ្វីដែលបានកើតឡើងព្រោះថារឿងរ៉ាវគ្រប់យ៉ាងដែលបានកើតហើយមិនចេះតែកើតដោយគ្មានហេតុបច្ច័យនោះទេការពិតទៅមនុស្សគ្រប់គ្នាមានចំណុចល្អរៀងខ្លួនបើទោះបីជារូបសម្បត្តិនោះកើតមកមិនល្អស្អាតដូចគេក្នុងការមើលឃើញក៏ពិតមែនតែចិត្តគេពោរពេញដោយសេចក្តីបរិសុទ្ធជាអ្នកមិនចងពៀជាអ្នកបំពេញកុសលជាអ្នកប្រាថ្នាទានសិលភាវនាជាអ្នកកាត់បន្សាត់បង់ក្នុងចំណងលោភៈជីវិតនេះគឺអាស្រ័យទៅលើទឹកចិត្តប៉ុណ្ណោះកាលណាបើគំនិតប្រកបដោយវិជ្ជមានប្រសើរហើយដោយបុគ្គលមានការប្រឹងប្រែងព្យាយាមដោះខាត់នៅកិលេសកុំឲ្យជាប់ជំពាក់ហើយមានភាពល្អដ៏ត្រឹមត្រូវក្នុងការធ្វើការងារដែលគ្មានទោសនោះជីវិតនោះនឹងល្អប្រសើរបើទោះបីជាទីកន្លែងនោះមិនស្អាតល្អក៏ប៉ុន្តែគេរស់នៅជាសុខសប្បាយគ្មានផិតភ័យតក់ស្លុតគ្មានការគំរាមកំហែងហើយការដើរការដេកការអង្គុយក៏នៅជាសុខទាំងអស់គឺគ្មានតក់ស្លុតសំបីតែបន្តិចព្រោះអាស្រ័យបុគ្គលដែលមានសេចក្តីបរិសុទ្ធប្រចាំនៅក្នុងជីវិតខ្លួនហើយបើជីវិតប្រព្រឹត្តទៅក្នុងគោលគំនិតដែលអាក្រក់ជីវិតនេះដូចជាទឹកដែលល្អក់កកមិនជាទីត្រូវការនៃជនច្រើនគ្នាយ៉ាងណាមិញក្នុងជីវិតដែលប្រើប្រាស់ខ្វះសេចក្តីល្អជាសេចក្តីបរិសុទ្ធហើយជីវិតនេះក៏នឹងលិចលង់ព្រោះថាអំពើទាំងឡាយណាមានការប្រព្រឹត្តក្នុងល្បែង3ប្រការមានល្បែងស្រីល្បែងស្រានិងល្បែងភ្នាល់ទាំងឡាយហេតុនៃសេចក្តីវិនាសទាំង3នេះដែលប្រព្រឹត្តទៅក្នុងអំណាចនៃចិត្តបុគ្គលពាលកាលណាបើកើតមានហើយបុគ្គលនោះបើទោះបីជាមានក្រុមគ្រួសារប្តីប្រពន្ធកូនចៅរមែងបែកបាក់ក្រុមគ្រួសារធ្វើឲ្យខូចខាតក្នុងទ្រព្យសម្បត្តិមានខ្លួនជាទីមិនស្អាតដោយខូចសុខភាពប្រព្រឹត្តអំពើអនាចារពាលាអាវាសែធ្វើខ្លួនឲ្យធ្លាក់ក្នុងនរកអវិជ័យទាំងបច្ចុប្បន្ននិងទៅអនាគតคล้ายជាមនុស្សដែលគេសង្គមស្អប់ខ្ពើមទាំងការប្រព្រឹត្តមុខរបរមិនស្របច្បាប់ជីវិតនេះក៏អាវ៉ាំងសារោគឺដាំក្បាលសំយ៉ុងចុះហើយទាំងបច្ចុប្បន្ននិងទៅបរលោករូបកាយនេះគ្រាន់តែជាសម្បកនៃរូបប៉ុណ្ណោះគឺវាអាស្រ័យទៅលើទឹកចិត្តជាអ្នកអូសទាញបើទឹកចិត្តប្រព្រឹត្តល្អហើយរូបកាយនេះក៏នៅជាសុខបើទឹកចិត្តប្រព្រឹត្តអាក្រក់រូបកាយនេះក៏คล้ายជាទុក្ខដូច្នេះក្នុងជីវិតយើងនេះយើងកុំគិតថាគេនោះប្រសើរជាងខ្លួនឲ្យសោះឬថាអញនេះមានជាតិប្រសើរឬជាថោកទាបជាងអ្នកដទៃព្រោះថាសំណាងទាំងឡាយដែលកើតមានមិនមែនអាស្រ័យទៅលើទ្រព្យសម្បត្តិលៀបយសឬមុខមាត់នោះទេហើយក៏មិនមែនអាស្រ័យទៅលើការខ្វះខាតក្រទ្រព្យសម្បត្តិនោះដែរគឺវាអាស្រ័យដែលមនុស្សក្នុងការធ្វើនាពេលបច្ចុប្បន្ននេះតទៅត្រូវធ្វើខ្លួនឯងឲ្យមានសំណាងគឺសេចក្តីល្អបំពេញការធ្វើល្អឲ្យខ្លួនឯងទាំងក្នុងលោកនេះនិងលោកខាងមុខនៅក្នុងលោកនេះមនុស្សមានផលមិនដូចគ្នាទេអ្វីដែលយើងមានគេមិនមានអ្វីដែលគេគ្មានយើងមានមនុស្សភាគច្រើនតែងយល់ថា
ខ្លួនមានទ្រព្យសម្បត្តិមានយស័ក្តិមុខមាត់ទូនាទីគឺជាជីវិតដែលមានសំណាងការយល់ដូច្នេះក៏ឈ្មោះថាជាសំណាងនៅក្នុងជីវិតដែរតែសំណាងទាំងនោះវាមិនបានថិតថេរឲ្យល្អប្រសើរនៅរហូតជានិច្ចកាលទេព្រោះថាជីវិតរបស់មនុស្សគ្រប់គ្នាមានចុះមានឡើងមានសុខមានទុក្ខការពិតនៅក្នុងជីវិតនេះមនុស្សមិនមែនចេះតែសុខស្រួលសំណាងល្អរហូតនោះទេគឺវាអាចនឹងគ្រោះថ្នាក់ដោយសារតែលុយកាក់ដែលយើងប្រើប្រាស់ក្នុងផ្លូវមិនល្អការពិតទៅសម្ភារៈទាំងឡាយទ្រព្យសម្បត្តិលុយកាក់ជាវត្ថុដែលមានអំណាចខ្លាំងណាស់រហូតធ្វើឲ្យមនុស្សរមែងមានចិត្តខ្វល់ខ្វាយតាំងពីមិនទាន់បានរហូតដល់បានហើយក៏នៅតែប្រាថ្នាចង់បានខ្វល់ខ្វាយមិនចេះឆ្អែតល្មមប្រប់គ្រាន់ទេដោយអំណាចនៃសេចក្តីល្មោបលោភលន់ទ្រព្យសម្បត្តិចែកគេអាករមិនស្មើគ្នាឆ្លោះប្រកែកតតាំងយកលៀបយកយោះយកមុខមាត់រៀងខ្លួនប្រណាំងប្រជែងក្នុងទ្រព្យសម្បត្តិនោះផងក៏ធ្វើឲ្យចិត្តនេះចងគំនុំគុំគួនព្យាបាទរហូតពេលខ្លះក៏ប្រើកម្លាំងកាយកម្លាំងវាចានិងកម្លាំងចិត្តប្រទុះខឹងស្អប់គ្នានឹងគ្នាប្រហារដោយដាំដៃនឹងគ្នាគ្មានក្តីមេត្តាបន្តិចទាល់ទៅសោះព្រោះហេតុតែមោហៈបិទបាំងកើតនៃចិត្តលោភៈដែលប្រព្រឹត្តទៅក្នុងអំណាចនៃសេចក្តីប្រទុះក្នុងភាពអំពើមិនល្អក៏ធ្វើឲ្យមនុស្សនោះមានមោបាំងចងអាឃាតគ្នានឹងគ្នាចងវារាគ្នាមិនចេះចោះដូច្នេះមនុស្សដែលមានសំណាងគឺសមទៅនឹងប្រាក់ទ្រព្យសម្បត្តិមានលៀបយស័ក្តិមុខមាត់សរសើរដែលធ្វើឲ្យយើងនេះមិនចេះខ្វល់ខ្វាយគ្រប់សពបែបយ៉ាងគឺយើងត្រូវយកវត្ថុអ្វីមានប្រាក់កាសទ្រព្យសម្បត្តិដើម្បីធ្វើបុណ្យធ្វើទានរួមចំណែកកាត់សេចក្តីអំពើអាក្រក់លះបង់លោភៈចិនត្រូវសង្គ្រោះអ្នកដទៃដោយការព្យាបាលមានជូនសលាបំពាក់ម្ហូបនំចំណីថ្នាំកែរោគជាដើមតាមសទ្ធារបស់ខ្លួនដែលមានទើបឈ្មោះថាមនុស្សនោះមានសំណាងនៅក្នុងពិភពលោកនេះមានសេដ្ឋីជាអ្នកមានទ្រព្យសម្បត្តិមហាសាលច្រើនណាស់មិនមែនចេះតែមានគ្រប់បណ្ដាមនុស្សទាំងអស់នោះទេធម្មតាមានអ្នកមានហើយនឹងអ្នកក្រចំពោះអ្នកមានទ្រព្យមិនមែនសុទ្ធតែខ្ពង់ខ្ពស់រហូតនោះដែរឯអ្នកដែលក្រមិនមែនឈ្មោះថាជាអ្នកថោកទាបដែរមានឬក្រវាបានស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះដែលយើងកំពុងប្រព្រឹត្តនិងយកចិត្តទុកដាក់ក្នុងគុណតម្លៃនៃជីវិតមួយនេះឲ្យរស់រានប្រព្រឹត្តទៅក្នុងផ្លូវសុចរិតទៀងត្រង់មិនបំផ្លើសនឹងការពិតមិនមើលងាយអ្នកដទៃមិនក្រអើក្រទមលះបង់អំពើបាបធម៌ចេញបុគ្គលអ្នករក្សាអំពើល្អនោះឯងរមែងរក្សាការពារនៅបុគ្គលអ្នកប្រព្រឹត្តដូចជាឆាតដែលគេខ្លោះបាំងស្រមោលឆាត់រមែងការពារនៅកម្ដៅមិនឲ្យត្រូវរាងកាយយ៉ាងណាមិញបុគ្គលធ្វើសេចក្តីល្អមិនអាចធ្លាក់ពីខណ្ឌសន្តាននោះសេចក្តីសុខរមែងនឹងកើតមានក្នុងផ្លូវចិត្តដែលល្អស្រាប់នោះមិនខានបុគ្គលជាអ្នកមានទ្រព្យបើទោះបីមានប៉ុណ្ណាបើចិត្តប្រព្រឹត្តក្នុងអកុសលហើយកុំសង្ឃឹមទៅលើអ្នកដទៃគេឲ្យតម្លៃឲ្យសោះព្រោះថាចរិតលក្ខណៈនៃបុគ្គលដែលជាអ្នកមានទ្រព្យតែងតែតម្កល់ខ្លួនឲ្យល្អជានិច្ចឲ្យលំមប្រព្រឹត្តទៅក្នុងក្រសែភ្នែករបស់អ្នកដទៃបើទោះបីជាមានទ្រព្យល្អឥតខ្ចោះយ៉ាងណាបើចរិតលក្ខណៈអន់ហើយក៏នៅតែអន់ដដែលចាំទុកណាបងប្អូនមាសពេជ្រទ្រព្យសម្បត្តិដែលខ្លួនមានគ្រាន់តែជាគ្រឿងអលង្ការលម្អបានតែសម្បកខាងក្រៅប៉ុណ្ណោះវាមិនបានឆ្លុះបញ្ចាំងទិដ្ឋភាពខាងក្នុងចិត្តរបស់បុគ្គលម្នាក់បានទេក្នុងលោកនេះមានឬក្រមិនសំខាន់នៅត្រង់ចិត្តដែលល្អស្រាប់ទើបឈ្មោះថាជាលក្ខណៈរបស់បុគ្គលដែលប្រកបទៅដោយគុណតម្លៃខ្ពស់មនុស្សមានតម្លៃគឺអាស្រ័យទៅលើការគោរពដល់គ្នានឹងគ្នា
ប្រកបដោយវាចាទន់ភ្លន់ចេះផ្ដល់សេចក្តីសុខឲ្យគ្នាទៅវិញទៅមកបើមើលឃើញគេមានទុកជាងខ្លួនយើងនេះក៏ត្រូវតែចេះជួយយកអាសាក្នុងគ្រាដែលមានទុកព្រួយអ្នកមានទ្រព្យមិនមែនសុទ្ធតែមានសេចក្តីសុខរហូតនោះទេឯអ្នកក្រខ្វះខាតក៏មិនប្រកាសថាមានទុក្ខរហូតនោះដែរព្រោះថាសុខហើយនឹងទុក្ខគឺជាគូនៃមនុស្សគ្រប់គ្នាទីណាមានសុខទីនោះក៏មានទុក្ខដែរវាតែងតែលុកលុយក្នុងនគរកាយរបស់ផងយើងគ្រប់គ្នាយើងក៏មើលងាយមនុស្សតែសម្បកខាងក្រៅព្រោះថាយើងមិនមែនជាឧបករណ៍ដូចជាអេកូឆ្លោះដល់គ្រឿងខាងក្នុងរបស់មនុស្សទេយើងគួរពិនិត្យពិច័យក្នុងគុណតម្លៃជីវិតគឺកត្តាដ៏សំខាន់របស់ខ្លួនឯងនិងអ្នកដទៃបើទោះបីជាអ្នកដទៃនោះក្រក៏ដោយមានក៏ដោយជីវិតនេះគឺអាស្រ័យទៅលើគុណតម្លៃនៃជីវិតដែលជាខ្លឹមសារដ៏សំខាន់នាពេលបច្ចុប្បន្ននេះដូច្នេះអស់លោកអ្នកសាទសប្បុរសទាំងឡាយអាត្មាភាពសង្ឃឹមថាញាតិញោមដែលបានស្ដាប់នៅគុណតម្លៃជីវិតនេះហើយរមែងធ្វើចិត្តឲ្យទូលាយគិតអំពីប្រយោជន៍ខ្លួនឯងនិងអ្នកដទៃត្រូវចេះធ្វើបុណ្យចម្រើនទានសិលភាវនាចម្រើនគុណធម៌ខ្ពស់ដើម្បីជាប្រយោជន៍នៃការរួចចាកទុក្ខនៅក្នុងសង្សារវដ្តនេះផងដែរ